សួស្តីបងប្អូនមកជួបជាមួយខ្ញុំហើយចាំទៀតហើយតោះទៅមើលការទាំងអស់គ្នាក្នុងសប្តាហ៍ថ្មីសប្តាហ៍ទី2នៃខែថ្មីនេះថាតើនឹងមានអ្វីខ្លះដែរអ្នកទាំងអស់គ្នាត្រូវដឹងលើពីថតការឬក៏ពីចក្រវាលណានៅក្នុងនេះអ្នកទាំងអស់គ្នាបើគិតថាជាវីដេអូរបស់ខ្លួនឯងគ្រាន់តែ share ចែកម្លែកទៅប៉ុន្តែបើគិតថាអត់ទេក៏អស់រំលងចោះហើយគ្រប់វីដេអូទាំងអស់គឺអត់មានការកំណត់ទេបងប្អូនឃើញពេលណាវេលាណាគឺបានថាវីដេអូនេះជារបស់អ្នកទាំងអស់គ្នាហើយណាវាមិនមែនជារឿងចៃដន្យសុកៗអ្នកទាំងអស់គ្នាឃើញវីដេអូហ្នឹងទេណាអញ្ចឹងវាសុទ្ធសឹងតែមានអ្វីមួយដែលបណ្ដាលឲ្យអ្នកទាំងអស់គ្នាឃើញវាណាតោះហើយអ្វីមួយពិសេសមួយទៀតនោះគឺខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអរគុណសម្រាប់ការ share ចែករំលែកក៏ដូចជាការ follow នៅក្នុង YouTube channel ថ្មីចាស់ពិសេសអ្នកទាំងអស់គ្នាដែលនៅក្នុង TikTok បើចង់បានណានៅវីដេអូថ្មីឆាប់សូមកុំភ្លេចចូល follow នៅក្នុង YouTube channel ណាតោះទៅមើលនៅក្នុងសប្តាហ៍ថ្មីខែទីថ្មីនៅក្នុងសប្តាហ៍ទី2នេះមានអ្វីខ្លះវ៉ាវកើតនៅក្នុងនេះអ្នកនរគ្នាខ្ញុំនឹងបកឲ្យហើយទៅខ្ញុំនឹងបកស្រាយណាអ្នកនរគ្នានៅក្នុងនេះឃើញថាអ្នកនរគ្នាមួយចំនួនប្រៀបដូចជាមនុស្សម្នាក់ណាអាចថាអ្នកនរគ្នាគឺពាក់ព័ន្ធជាមួយនៅក្នុងនេះគឺមានទាំងអស់ចម្លើយ Libra Aquarius ហើយក៏មាន Cancer Scorpio Pisces Aries Leo Sagittarius ណា The Magician បើថានៅក្នុងសប្តាហ៍ថ្មីនេះអ្នកទាំងអស់គ្នាដូចជាមានអារម្មណ៍ថាចង់ធ្វើដំណើរទៅកន្លែងណាមួយដោយសារអ្នកទាំងអស់គ្នានៅក្នុងនេះគឺមានការងារធំដុំមួយចំនួនឲ្យអ្នកទាំងអស់គ្នាធ្វើការសម្រេចចិត្តណាតែអ្នកទាំងអស់គ្នាមួយចំនួនដូចជានៅតែងាកទៅមើលរឿងរ៉ាវនៅក្នុងអតីតកាលណាតាមពិតអ្នកទាំងអស់គ្នាត្រូវបន្តគោលដៅទៅខាងមុខព្រោះអីរឿងរ៉ាវមួយចំនួនគឺសុទ្ធសឹងតែជារឿងដែលអ្នកទាំងអស់គ្នាសាងដោយដៃខ្លួនឯងស្នាដៃពាក់ព័ន្ធជាមួយនឹងសមិទ្ធផលខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នានឹងហាក់បីដូចជាធុញថប់នឹងរឿងអ្វីទេគាត់ថាមានធម៌ពលមួយយ៉ាងប៉ុន្តែវាមិនមែនជាអ្នកខ្លាំងណាស់ណាដែលឲ្យអ្នកទាំងអស់គ្នាធុញថប់តបប្រមាណខ្លាំងទេគាត់ថាអ្នកទាំងអស់គ្នាពេលខ្លះធុញដោយអារម្មណ៍របស់អ្នកទាំងអស់គ្នាណានៅក្នុងនេះគឺអ្នកទាំងអស់គ្នាអាចថាមានឥទ្ធិពលពីរឿងរ៉ាវមួយចំនួនណាវាអាចថាអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលជាអ្នកនាំសារឬក៏ជាមនុស្សម្នាក់ដែលតែងតែណាប្រថុយប្រឋាននឹងគ្រោះថ្នាក់ដើម្បីអីដើម្បីភាពរីកចម្រើនដើម្បីការពារមនុស្សជុំវិញដើម្បីតំណែងណាអ្នកទាំងអស់គ្នាតែងតែលះបង់ខ្លួនឯងដើម្បីពាំងការពារគេឯងគ្រប់គ្នាណានៅក្នុងសប្តាហ៍ថ្មីនេះផងដែរអ្នកទាំងអស់គ្នាមានអារម្មណ៍ថាជួយគេអ្នកទាំងអស់គ្នាដូចជាបានជួយអ្នកណាម្នាក់ឬក៏បានធ្វើអ្វីមួយដើម្បីមនុស្សជុំវិញណាព្រោះអ្នកទាំងអស់គ្នាគឺស្រឡាញ់អ្នកទាំងអស់គ្នាបើសិនជាជួយខ្ញុំឃើញនៅក្នុងនេះអ្នកខ្លះបើស្រឡាញ់បើគិតថាអ្នកនឹងជាមិត្តភក្តិជាបងប្អូនគឺជួយអត់ដែលមានស្ដាយទេពេលខ្លះលះបង់ខ្លួនឯងឲ្យលំបោះស្នាមទៀតផងណាដោយសារអ្នកទាំងអស់គ្នាជាមនុស្សដែលរឹងមាំហើយមនុស្សគ្រប់គ្នាមើលមកអ្នកទាំងអស់គ្នានឹងគឺប្រៀបដូចជាមនុស្សម្នាក់ដែលអស្ចារ្យសម្រាប់គេអញ្ចឹងហើយទើបអ្នកទាំងអស់គ្នាអត់ដែលចង់បង្ហាញចំណុចខ្សោយរបស់ខ្លួនឯងទន់ជ្រៅខាងក្នុងហ្នឹងឲ្យគេដឹងទេណាអញ្ចឹងអ្នកទាំងអស់គ្នាដូចជាភាគច្រើនគឺនៅក្នុងសប្តាហ៍នេះដូចជារៀងរវល់ច្រើនណាធ្វើអ្វីៗគឺដើម្បីមនុស្សជុំវិញហើយពេលខ្លះអាចថាអ្នកទាំងអស់គ្នា stress ហត់នឿយរហូតដល់ចង់ទៅកន្លែងណាមួយឆ្ងាយពីមនុស្សជុំវិញទៀតផងពេលខ្លះមានអារម្មណ៍ចឹងអ្នកទាំងអស់គ្នាពេលដូចចឹងខ្ញុំត្រូវការបន្តដំណើរទៅខាងមុខទៀតដើម្បីខ្លួនឯងពេលខ្លះអ្នកទាំងអស់គ្នាចង់គេចវេះពីរឿងរ៉ាវជុំវិញមួយចំនួនណាដើម្បីទៅនិយាយរួមគឺដើម្បីសុខភាពផ្លូវចិត្តខ្លួនឯងទៀតផងណាពេលដែលរវល់ខ្លាំងពេកអ្នកខ្លះគឺគិតបែបហ្នឹងណាដោយសារអ្នកទាំងអស់គ្នាពេលខ្លះគឺមានអារម្មណ៍ថាហត់នឿយចង់ទុករឿងរ៉ាវខ្លះហ្នឹងឲ្យគេដោះស្រាយក្នុងគេទៅបញ្ហារបស់គេប៉ុន្តែអ្នកទាំងអស់គ្នាមិនអាចធ្វើបានទេណាខ្ញុំឃើញអ្នកទាំងអស់គ្នាភាគច្រើនគឺនៅតែលោកដៃជួយគេដោយសារអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានសន្តានចិត្តល្អណាមនុស្សដែលមានឆន្ទៈក្នុងការជួយក្នុងការប្រយុទ្ធជំនួសអ្នកដទៃទៀតណាពេលខ្លះរឿងរ៉ាវមួយចំនួនអ្នកទាំងអស់គ្នារ៉ាប់រងជួសគេណាហើយអ្វីដែលសំខាន់គឺអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលដូច្នេះឲ្យទៅមនុស្សជុំវិញណាមិនអាចទៅណាឆ្ងាយពីអ្នកទាំងអស់គ្នាគឺគេចង់នៅក្បែរអ្នកទាំងអស់គ្នាគេមានអារម្មណ៍ថាកក់ក្ដៅអ្នកទាំងអស់គ្នាប្រៀបជាដូចជាផ្ទះប្រៀបដូចជានៅពេលដែលមិនថាមានរឿងអីទេនៅពេលដែលគេមានអ្នកទាំងអស់គ្នានៅក្បែរអ្នកទាំងអស់គ្នាផ្ដល់ជាយោបល់តិចតួចគេមានអារម្មណ៍កក់ក្ដៅចឹងតែម្ដងមនុស្សគ្រប់គ្នាប៉ុន្តែគេអត់បានយល់ថាអ្នកទាំងអស់គ្នាក៏ត្រូវការមនុស្សលើកទឹកចិត្តដែរមិនមែនចាំតែលើកទឹកចិត្តគេទេប៉ុន្តែក្នុងនេះខ្ញុំឃើញអ្នកទាំងអស់គ្នាប្រៀបដូចជាតង់ចំណុចមួយចេះអ្នកទាំងអស់គ្នាដូចជាមានអារម្មណ៍ថា
ខ្លួនឯងតែងតែជួយគេតែងតែលើកទឹកចិត្តគេប៉ុន្តែគ្មានអ្នកណាដែលអាចផ្ដល់កំណត់ផ្ដល់យោបល់ឲ្យអ្នកនរគ្នាវិញបានណាព្រោះអីជុំវិញអ្នកនរគ្នាអ្នកខ្លះគឺការគិតគឺនៅក្រោមអ្នកនរគ្នាឆ្ងាយតែម្ដងគឺខ្ញុំឃើញបែបហ្នឹងណាបើសួរថាហេតុអីវាអាចថាមកពីអ្នកនរគ្នារឹងមាំពេករឿងរ៉ាវបទពិសោធន៍ក្នុងជីវិតគឺច្រើនអ្នកនរគ្នាពេលខ្លះចង់បន្តដំណើរទៅខាងមុខប៉ុន្តែក៏មិនដែលភ្លេចងាកមើលខាងក្រោយដែរប្រសិនបើអ្នកនរគ្នាចង់ធ្វើអ្វីមួយចូលសម្រាប់ចិត្តធ្វើវាទៅណាហើយនៅក្នុងសប្តាហ៍នេះអ្នកមួយចំនួនដូចជាធ្វើដំណើរចង់ធ្វើដំណើរទៅឆ្ងាយចង់ធ្វើដំណើរទៅកន្លែងណាមួយខ្ញុំឃើញមានធ្វើដំណើរគឺអញ្ចេះសារចង់សម្រាប់ចិត្តធ្វើដំណើរទៅភ្លាមអាចថាអត្តពលវារងពីអ្វីជុំវិញណាប៉ុន្តែសួរថាដំណើរបែបណាដំណើរដែលប្រកបដោយភាពជោគជ័យភាពជឿជាក់ណាព្រោះអីអ្វីគឺអ្នកនរគ្នាតែងតែរៀនពីការបង្កើតពីកំហុសដែលខ្លួនឯងធ្លាប់ខុសឆ្គងអញ្ចឹងគ្រប់ជំហានដែលអ្នកនរគ្នាចាប់បោះជំហានបន្តទៀតគឺមិនសូវបរាជ័យទេដោយសារអ្នកនរគ្នាតែងតែរៀនពីកំហុសកន្លងមកហើយកែប្រែវាណាព្រោះថាអ្នកនរគ្នាជាមនុស្សម្នាក់ដែលពោពេញទៅដោយអារម្មណ៍ពេលខ្លះអារម្មណ៍របស់អ្នកនរគ្នាឡើងចុះណាពេលខ្លះអារម្មណ៍ឡើងចុះដល់ពេលវេលាពេលខ្លះអ្នកនរគ្នាដូចនៅសុកកើតទុកនៅសុករីករាយអីអញ្ចឹងណាវាអាចថាអ្នកនរគ្នានឹងគឺគិតច្រើនខ្លាំងណាហើយគាត់ថាអ្នកនរគ្នាជាមនុស្សម្នាក់ដែលអាចបង្កើតគ្រប់យ៉ាងអ្នកនរគ្នាជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំងណាអញ្ចឹងហើយអ្នកនរគ្នាតែងតែបំបែកនៅឧបសគ្គខាងមុខអ្នកនរគ្នាពោពេញទៅដោយចំណេះដឹងផងណាអញ្ចឹងគ្រប់យ៉ាងនៅក្នុងដៃរបស់អ្នកនរគ្នាគឺសុទ្ធសឹងតែប្រៀបដូចជាវិតាមីនដែលអ្នកនរគ្នាអាចសម្រេចបាននៅរឿងរ៉ាវដ៏ស្រស់ស្អាតវាប្រៀបដូចជាក្តីសុបិនដែលអ្នកនរគ្នាកំពុងតែធ្វើហ្នឹងវានឹងខ្លាចជាការពិតអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់នេះតែងតែជួយគេគ្រប់គ្នាអ្នកទាំងអស់នេះប្រៀបដូចជាមនុស្សម្នាក់ដែលបោះដៃផ្ដល់កម្លាំងផ្ដល់ជំនួយបោះដៃទៅជួយគេជួយមនុស្សដែលលងទឹកគ្រប់ពេលវេលាអញ្ចឹងហើយអាចថារឿងដែលជួយគេពេលខ្លះអ្នកទាំងអស់គ្នាមួយចំនួនជួយគេហើយទទួលបានទោសមកវិញខ្លួនឯងក៏ថាបានដែរណាអញ្ចឹងអាចថារឿងរ៉ាវខ្លះអ្នកទាំងអស់គ្នាហត់នឿយគឺហត់នឿយដោយសារបែបហ្នឹងណាហត់នឿយដោយសារជួយគេបានទោសមកវិញណាអ្នកទាំងអស់គ្នាប្រៀបដូចជាអញ្ចឹងខ្ញុំឃើញណាអញ្ចឹងដូចខ្ញុំនិយាយថាអ្នកនរគ្នាដល់ពេលសម្រាប់ចិត្តធ្វើអ្វីមួយឬក៏សម្រាប់ចិត្តធ្វើដំណើរចាក់ចេញទៅកន្លែងណាមួយនៅក្នុងនេះក្នុងសប្តាហ៍នេះអ្នកនរគ្នាជាមានដំណើរធ្វើដំណើរឬក៏ចង់ចាក់ចេញទៅកន្លែងណាមួយគាត់ថាចិត្តរបស់អ្នកនរគ្នានៅមិនទាន់ដាច់ចិត្តនៅឡើយមិនទាន់ដាច់ចិត្តនឹងចាប់យកឱកាសទាំងអស់ហ្នឹងអ្នកខ្លះគឺឱកាសគម្រោងទៅអនាគតដែលពោពេញទៅដោយផ្លែផ្កាប៉ុន្តែគាត់ថាអារម្មណ៍របស់អ្នកនរគ្នាវាឡើងចុះដូចខ្ញុំនិយាយខាងដើមអញ្ចឹងអ្នកនរគ្នាពេលដូចជាមនុស្សម្នាក់ដែលចិត្តមិនដាច់ចិត្តល្អចិត្តទន់ជួយគេពេលខ្លះចង់ថាឈប់ជួយគេប៉ុន្តែនៅពេលដែលគេដើរមកដល់ទ្វារផ្ទះអញ្ចឹងណាមកទ្វារផ្ទះបើកទ្វារឡើងឃើញតែមុខគេហ្នឹងក៏ទន់ចិត្តវិញដែរណាអញ្ចឹងអ្វីក៏ដោយអ្នកនរគ្នាកុំឲ្យអតីតកាលឬកុំឲ្យរឿងអវិជ្ជមានមួយចំនួនណាវាជះឥទ្ធិពលទៅដល់ការសម្រេចចិត្តរបស់អ្នកនរគ្នាហើយកុំឲ្យអារម្មណ៍ដែលអាណិតស្រឡាញ់គេហ្នឹងវាភ្លេចគិតដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងអញ្ចឹងអ្វីគឺត្រូវតែមើលចិត្តថែចិត្តខ្លួនឯងផងណាគិតនឹងផ្ដល់ក្តីសុខឲ្យខ្លួនឯងផងកុំគិតគេភ្លេចខ្លួនឯងណាក្នុងសប្តាហ៍នេះទោះបីអ្នកនរគ្នាចង់ធ្វើអ្វីក៏ដោយត្រូវគិតឲ្យបានច្បាស់លាស់ហើយសម្រេចចិត្តឲ្យបានម៉ឺងម៉ាត់កុំឲ្យខកឱកាសហើយក៏កុំឲ្យណាផ្លាស់ប្ដូរដែរបើមិនបានសម្រេចចិត្តប៉ុន្តែសួរថាមិនសម្រេចចិត្តតើត្រឹមត្រូវដែរឬទេត្រូវសួរខ្លួនឯងបានច្រើនដងវ៉ាវខៃស៊ីសនៅក្នុងនេះអ្នកនរគ្នាដូចខ្ញុំនិយាយចឹងគឺតារានិកគឺមានទាំងអស់ប៉ុន្តែអាចថាអ្នកនរគ្នាមានថាពលមានអារម្មណ៍ច្រើនអ្នកនរគ្នាគឺចូលចិត្តប្រើអារម្មណ៍ណាខ្ញុំឃើញថាអ្នកនរគ្នាចូលចិត្តប្រើអារម្មណ៍ច្រើនគិតដល់គេគិតដល់ឯងជុំវិញច្រើនពេកណាអ្នកនរគ្នាប្រៀបដូចជាមនុស្សម្នាក់ដែលទទួលបានពរពីព្រះជាម្ចាស់អញ្ចឹងណាធ្វើអីក៏បានសម្រេចដែរប៉ុន្តែអ្វីដែលសំខាន់បំផុតអ្នកនរគ្នាចិត្តទន់ខ្លាំងពេកអាណិតគេជាងអាណិតខ្លួនឯងណាអ្នកនរគ្នាជាមនុស្សម្នាក់ដែលពោពេញទៅដោយធម្មពលចំណេះដឹងពាក់ព័ន្ធជាមួយភ្លើងតែអ្នកនរគ្នាដូចចាប់បានច្រើនជាមួយនឹងរឿងរ៉ាវអស់ហ្នឹងអញ្ចឹងនៅក្នុងសប្តាហ៍ថ្មីនេះប្រសិនបើអ្នកនរគ្នាមានអ្វីដែលត្រូវធ្វើណាលើកទឹកចិត្តមិនបាច់ចាំថាអ្នកដទៃលើកទឹកចិត្តយើងលើកទឹកចិត្តគេគ្រប់គ្នាអញ្ចឹងយើងអាចក៏អាចលើកទឹកចិត្តខ្លួនឯងដែរណាគ្រប់រឿងរ៉ាវទាំងអស់ដែលអ្នកនរគ្នាចាប់យកឬក៏ស្ថានភាពទាំងអស់ហ្នឹងណាវាសុទ្ធសឹងតែថាផ្ដោតទៅលើអ្វីដែលជាញៀនបន្ទាប់របស់អ្នកនរគ្នាប្រាប់អ្នកនរគ្នាទៀតណាអ្នកនរគ្នាតែងតែលើកទឹកចិត្តគេឯងណាអញ្ចឹងចុងក្រោយអ្នកនរគ្នាកុំភ្លេចអ្នកដែលត្រូវលើកទឹកចិត្តនោះគឺខ្លួនឯងណាអំណាចរបស់អ្នកនរគ្នាគឺជាយានណាមួយដែលអាចផ្ដល់ចម្លើយឲ្យខ្លួនឯងណាអញ្ចឹងរាល់ក្តីសម្បត្តិដែលអ្នកនរគ្នាតែងតែចង់ធ្វើនឹងចូលទៅធ្វើវាទៅណា
រឿងណាដែលគិតថាអូខ្លួនឯងគួរតែបានទទួលវ៉ាវនៅក្នុងសប្តាហ៍នេះអ្នកទាំងអស់គ្នានឹងអាចថាចេញទៅនឹងអាចជួបនឹងមនុស្សដែលជាទីស្រឡាញ់ផងក៏ថាបានដែរនៅក្នុងនេះគឺមាន9 អខាប់ Cancer Scorpio Pisces ណាអញ្ចឹងអាចថានៅក្នុងសប្តាហ៍នេះអ្នកទាំងអស់គ្នានឹងទទួលបាននៅដំណឹងពីមនុស្សជាទីស្រឡាញ់មនុស្សដែលស្រឡាញ់អ្នកទាំងអស់គ្នាមែនតើណាប៉ុន្តែអ្នកទាំងអស់គ្នាក៏តែងតែជាមនុស្សដែលមានរបួសស្នាមមនុស្សដែលជួបនៅភាពលំបាកនៅក្នុងអតីតកាលច្រើនណាដោយសារការសម្រេចចិត្តខុសក៏ថាបានដែរដូច្នេះហើយអាចថាអ្នកទាំងអស់គ្នាកន្លងមកក៏មានអារម្មណ៍ថាសោកស្ដាយអាចថាសោកស្ដាយនឹងអតីតកាលអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមុនចាប់ផ្ដើមក្តីស្រឡាញ់នឹងនរណាម្នាក់អ្នកទាំងអស់គ្នាតែងតែគិតដល់អតីតកាលហើយតែងតែមានការប្រុងប្រយ័ត្នទៀតណាព្រោះខ្ញុំឃើញនៅក្នុងនេះគឺអាចថាអ្នកទាំងអស់គ្នាហ្នឹងណាចាប់ផ្ដើមនឹកឃើញដល់រឿងរ៉ាវមួយចំនួនណារួចក៏ចាប់ផ្ដើមគិតនឹងការប្រែនៅកំហុសកន្លងមកណាអាចថាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមស្រឡាញ់នៅអ្វីដែលខ្លួនឯងធ្លាប់បោះបង់ធ្លាប់មិនស្រឡាញ់ណាធ្លាប់មិនចាប់អារម្មណ៍នឹងចាប់អារម្មណ៍ឡើងវិញណាធ្លាប់មិនដែលប្រុងប្រយ័ត្នចាប់ផ្ដើមប្រុងប្រយ័ត្នឡើងវិញនេះប្រៀបដូចជាអញ្ចឹងនៅក្នុងសប្តាហ៍នេះគឺមានរឿងរ៉ាវជាច្រើនឲ្យអ្នកទាំងអស់គ្នាភ្ញាក់រលឹកដឹងនៅរឿងរ៉ាវមួយចំនួនណាដែលធ្លាប់បានជួបអ្នកទាំងអស់គ្នាចាប់ផ្ដើមណាព្យាយាមស្វែងរកនៅអត្តកម្បាំងអ្វីមួយដែលខ្លួនឯងធ្លាប់តែមិនដែលស្រាវជ្រាវសូម្បីតែការមើលមនុស្សមើលចិត្តមនុស្សដែរណាទោះបីជាមានមនុស្សដែលមានស្នេហាផ្អែមល្ហែមចូលមកស្រឡាញ់ក៏អ្នកទាំងអស់គ្នានៅតែប្រុងប្រយ័ត្នហើយចាប់ផ្ដើមធ្វើអង្កេតចាប់ផ្ដើមស្រាវជ្រាវពីគេខុសពីពេលណាទាំងអស់អាចថាបទពិសោធន៍បង្រៀនអ្នកទាំងអស់គ្នានឹងឲ្យចាប់ផ្ដើមមានភាពវៃឆ្លាតឡើងវិញអញ្ចឹងណាគឺនៅក្នុងនេះវាប្រៀបដូចជាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមនឹងរៀនពីចំណុចតូចនៅអាចថាមានអ្នកខ្លះនឹងជួបរឿងរ៉ាវដែលរបៀបថា scandal វាប្រៀបដូចជារឿងបោកបិឆោតដល់អាក្រក់បំផុតក្នុងជីវិតធ្លាប់ជួបអញ្ចឹងហើយចាប់ផ្ដើមឆ្លាតឡើងវិញចាប់ផ្ដើមរៀនស្វែងរកនៅអត្តកម្បាំងនៅធាតុពិតពីអ្វីមួយដែលខ្លួនឯងសង្ស័យថាមិនពិតហ្នឹងណាស្វែងរកនៅការពិតពីវាណាប៉ុន្តែជារឿយអ្នកទាំងអស់គ្នាតែងតែចាញ់ឆោតគេដោយសារចិត្តនឹងតែម្ដងអ្នកទាំងអស់គ្នាមួយចំនួនគឺតែងតែឆោតចាញ់ល្បិចទៅធ្លាក់ចូលក្នុងល្បិចគឺដោយសារចិត្តបុណ្យហ្នឹងអាណិតគេណាពីច្រើនគឺអ្នកទាំងអស់គ្នាហ្នឹងគឺជាប់អន្ទាក់ដោយខ្លួនឯងជាប់អន្ទាក់មួយចំនួនគឺដោយសារខ្លួនឯងចិត្តបុណ្យអាណិតគេយកអាសាគេនឹងឯងណាវ៉ាវអាចថាពេលដែលឃើញវីដេអូនេះក្នុងខ្ញុំមើលសម្រាប់សប្តាហ៍ហ្នឹងមែនប៉ុន្តែនៅពេលដែលឃើញវីដេអូនេះនៅក្នុងក្រុមគ្រួសារអ្នកទាំងអស់គ្នាដែលផ្ដោតសំខាន់ដែលពឹងផ្អែកលើអ្នកទាំងអស់គ្នាគឺហាក់បីដូចជាមានក្តីសុខអ្នកទាំងអស់គ្នាអាចនឹងទទួលបាននៅរង្វាន់ជាទីគាប់ចិត្តពីក្រុមគ្រួសារផងក៏ថាបានដែរនៅក្នុងនេះឃើញថាវាមានពាក់ព័ន្ធជាមួយនឹងសុភមង្គលល្អខ្លាំងមែនទែននៅក្នុងក្រុមគ្រួសារអាចថាមានភាពសោករីករាយកាក់ក្អាយគ្រួសារនៅក្នុងគណៈពេលនេះអាចថាអ្នកទាំងអស់គ្នានៅក្នុងរង្វង់គ្រួសារអាចថាយល់ចិត្តគ្នាច្រើនណាអាចថាអ្នកខ្លះទទួលបាននៅពរពីបុព្វបុរសខ្លួនឯងទទួលបាននៅចំណាប់អារម្មណ៍ទទួលបាននៅលំនឹងទៅលើហិរញ្ញវត្ថុក្នុងក្រុមគ្រួសារដោយសារនៅក្នុងនេះវាប្រៀបដូចជាអ្នកទាំងអស់គ្នាបានឆ្លងកាត់នៅភាពលំបាកជាច្រើនមកហើយអញ្ចឹងវាដល់ពេលវេលាដែរចាប់ផ្ដើមទទួលបាននៅការសោយសុខទទួលបាននៅផលប្រយោជន៍ពីអ្វីមួយពិសេសគឺពីការខិតខំប្រឹងប្រែងធ្វើការងារល្អលំបាករបស់អ្នកទាំងអស់គ្នាហ្នឹងណាអញ្ចឹងដល់ពេលវេលាដែលបញ្ចប់នៅរឿងរ៉ាវអាក្រក់ៗហើយទទួលបាននៅរឿងរ៉ាវល្អៗចូលមកក្នុងជីវិតគឺពិសេសគឺសំណាងល្អនៅពេលដែលចាស់ទៅនៅពេលដែលចូលនិវត្តន៍នឹងហុំព័ទ្ធទៅដោយសុភមង្គលនឹងសក្តានុពលនៅក្នុងរង្វង់ក្រុមគ្រួសារទៀតផងឃើញថាល្អវាការនេះគឺការមួយរបៀបទទួលពរអញ្ចឹងឬក៏ទទួលបាននៅមរតកអញ្ចឹងនៅក្នុងគ្រួសារវ៉ាវឱកាសនៅតែពាក់ព័ន្ធជាមួយនឹងឱកាសហើយអ្នកទាំងអស់គ្នាតាមពិតនៅតែដល់ពេលដែលវេលាដែលសម្រាប់ចិត្តនៅតែសម្រាប់ចិត្តទាំងអស់នៅក្នុងកាលនេះក្នុងសប្តាហ៍នេះគេឲ្យនៅស្នឹងធ្វើដំណើរសម្រាប់ចិត្តថាធ្វើដំណើរទៅកន្លែងណាមួយណាទាមទារឲ្យអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមស្វែងយល់ពីគោលដៅខាងមុខហើយធ្វើដំណើរបន្តណារៀនកុំងាកក្រោយកុំវិលត្រឡប់ទៅសាងកំហុសដដែលនៅក្នុងជីវិតណាវាប្រៀបដូចជាឲ្យអ្នកទាំងអស់គ្នារៀនមើលនៅក្នុងអតីតកាលហើយបន្តដំណើរទៅខាងមុខឱកាសដែលពោពេញទៅដោយពន្លឺគឺនៅខាងមុខណា
គ្រប់ជំហានដែលឧខំបោះសម្រាប់ទៅគឺតែតែមានឧបសគ្គប៉ុន្តែនៅទីបញ្ចប់នៅតែទៅជោគជ័យអ្នកនរនេះគឺកន្លែងហ្នឹងគាត់ថាឧខំពេលដែលជួបឧបសគ្គម្ដងមិនដែរគឺតែងតែនឹកគិតដល់បទពិសោធន៍កន្លងហួសទៅពីមួយវគ្គទៅមួយវគ្គណាអញ្ចឹងឧខំតែងតែរៀនពីបទពិសោធន៍ទាំងអស់ហ្នឹងពីឧបសគ្គអស់ហ្នឹងណាអញ្ចឹងគ្រប់ជំហានថ្មីទោះបីជួបរឿងអីក៏ដោយឧខំអត់ចាញ់មិនបាច់អត់ធ្លាក់ចូលអន្តៈទៀតទេណាអញ្ចឹងវាប្រៀបដូចជាអ្នកនរគ្នាអញ្ចឹងនៅពេលដែលបានឃើញវីដេអូនេះបែរថាជីវិតរបស់អ្នកនរគ្នាដល់ពេលធ្វើការសម្រេចចិត្តហើយណាគាត់ថាអ្នកនរគ្នាពិចារណាជាប់អន្តៈដោយសារតែចិត្តទន់ចិត្តអាណិតស្រឡាញ់អ្នកដទៃណាហើយបើសួរថាកាត់នេះមិនដែរអូកាត់នេះគឺល្អអ្នកនរគ្នាគឺជាមនុស្សម្នាក់ដែលក្រុមគ្រួសារឬក៏អ្នកនរគ្នាជាមនុស្សដែលអង់អាចក្លាហានមនុស្សម្នាក់តែងតែជឿជាក់លើអ្នកនរគ្នាណាសុភមង្គលថ្ងៃក្រោយអ្នកនរគ្នាអាចថារស់ស្រួលនៅក្នុងក្រុមគ្រួសារជួបជុំហើយមនុស្សជាទីស្រឡាញ់នៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងមនុស្សព្រះរាជបុត្រប្រើល្បិចដើម្បីមកសុំស្រឡាញ់ព្រះនាងម្ចាស់ហ្នឹងដែលសារណាសួរក៏ព្រះនាងម្ចាស់ហ្នឹងមិនដែរយកដែរប៉ុន្តែនៅពេលដែលព្រះអង្គម្ចាស់នេះបន្លំខ្លួនធ្វើជាមនុស្សស្រីមកក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ណាបែរថាដល់ពេលវេលាដែលទទួលបានស្នេហាដល់ផ្អែមល្ហែមដូចចិត្តដែលខ្លួនឯងប្រាថ្នាអញ្ចឹងណាអញ្ចឹងនៅក្នុងសប្តាហ៍នេះអ្នកមួយចំនួនអាចថានឹងធ្វើដំណើរទៅកន្លែងណាមួយណាពីចឹងគឺពាក់ព័ន្ធជាមួយនឹងដំណើរនៃការសម្រេចចិត្តណាអូខេអញ្ចឹងខ្ញុំអរនិយាយដល់អ្នកគ្នាបើគិតថាត្រូវក៏ share ចែករំលែកការបើគិតថាខុសទេអរំលងចុះកុំអាខាតពេលវេលាណាអរគុណចាំបាយបាយ see you